ចាចុះរឿងលុយវិញសំខាន់អត់នៅក្នុងទំនាក់ទំនងសំខាន់ព្រោះមិនយើងអត់តាន់និយាយរឿងលុយទេអញ្ចឹងបរិះគុណភាពឬក៏នារីគុណភាពគួរតែមានលុយអត់ជាការពិតសម្រាប់ខ្ញុំគិតថាសំខាន់ចាសម្រាប់ខ្ញុំលុយគឺសំខាន់ខ្លាំងមែនតើសម្រាប់ពេលបច្ចុប្បន្នគេថាលុយมันអាចទិញអ្វីៗគ្រប់យ៉ាងទេតែអ្វីៗគ្រប់យ៉ាងត្រូវការលុយដើម្បីទិញចាអញ្ចឹងត្រង់ហ្នឹងបើសិនបើរឿងលុយកាក់ទៀតយើងអាចនឹងតាមជីវភាពតាមកម្រិតរបស់យើងអាការចង់បានអីរបស់យើងគឺតាមសមត្ថភាពរបស់យើងដូចគ្នាដែរចាហើយលុយវាជាផ្នែកមួយយើងមិនអាចប្រកែកបានទេវាជាផ្នែកមួយដែលធ្វើឲ្យយើងមានភាពកក់ក្ដៅដែរចាយើងមានបរោះជាទីស្រឡាញ់ផ្ដល់ភាពកក់ក្ដៅឲ្យយើងប៉ុន្តែអត់លុយវាដូចយ៉ាងរងាមកចំណែកអីចឹងហើយរងាកាពះអីចឹងទៅយើងនិយាយលេងចាអញ្ចឹងខ្ញុំគិតថាលុយសំខាន់អញ្ចឹងការដែលយើងរកបានស្ថិរភាពហិរញ្ញវត្ថុទាំងបរោះទាំងនារីក៏ជាចំណុចដែលបង្កើនគុណតម្លៃគុណភាពសម្រាប់យើងដែរចាខ្ញុំធ្លាប់ឮបរោះគាត់ហៅនារីដែលគាត់ចូលទៅក្នុងទំនាក់ទំនងមួយគាត់មើលទៅរឿងលុយកាក់ហ្នឹងណាបរោះគាត់វាតម្លៃថាមនុស្សស្រីម្នាក់ហ្នឹងជាមនុស្សស្រីមុខលុយឬភាសាអង់គ្លេសគេចូលចិត្តប្រើពាក្យថា gold digger តែសម្រាប់ខ្ញុំពាក្យនេះធ្ងន់បងយល់មិនដែរចាបើសិនបើបរោះម្នាក់គាត់ហ៊ានពោលពាក្យទៅកាន់នារីម្នាក់ដែលគាត់ធ្លាប់មានទំនាក់ទំនងថានាងគឺជានារីមុខលុយអីសម្រាប់ខ្ញុំគិតថាខ្ញុំអត់ឲ្យតម្លៃបរោះម្នាក់ហ្នឹងឯងចាព្រោះអីបើសិនបើបរោះពិតបរោះគុណភាពពាក្យហ្នឹងមិនសមណាចេញពីមាត់គាត់ទេចាអញ្ចឹងបរិះគុណភាពគាត់អត់ដ្រាម៉ាគាត់អត់ចោតប្រកាន់ទៅអ្នកដទៃឬមួយក៏គាត់បង្ហាញកាយវិការឬក៏ពាក្យសម្ដីណាមួយទៅបន្ទោសបង្អាប់អ្នកដទៃជាពិសេសនារីទៀតអញ្ចឹងបើបរិះម្នាក់គាត់ហ៊ានពោលពាក្យយើងអាចថាក្រៀងក្រោតគ្រៀតដែរដូចថាវាយប្រហារឬក៏ដៀលថ្មេះទៅនារីម្នាក់ថានាងនឹងគឺជានារីមុខលុយនាងនឹងផិតក្បត់នឹងអីសម្រាប់ខ្ញុំការយកគេមកតទៅខ្ញុំអត់សូវឲ្យតម្លៃបរិះម្នាក់ហ្នឹងឯងហើយនេះពីជ្រុងរបស់ខ្ញុំអញ្ចឹងខ្ញុំគាត់ថាបរិះគុណភាពអាពាក្យហ្នឹងមិនគួរណាចាក់ចេញពីមាត់គាត់ហ្មងអញ្ចឹងដូចជាបង្ហាញមួយថាគាត់អត់សមត្ថភាពពីជ្រុងខ្ញុំចាខ្ញុំយល់ថាអញ្ចឹងវិញគីឡូផាច់ជានិចធ្លាប់បានអានច្រើនតាក់ទងនឹងពាក្យហ្នឹងនារីមុខលុយឬ gold digger ចាធ្លាប់ឃើញទាំងបរទេសគេអាសាធ្វើ content បែបហ្នឹងទៀតមែនតែនសម្រាប់ខ្ញុំគិតថាភាពមុខលុយនេះមិនមែនតែលើនារីចាគ្រប់ភេទទាំងបរោះទាំងស្ត្រីគឺមានទាំងអស់គ្រាន់តែស្ត្រីយើងដូចគេចាប់ចំណុចពេកហ៎បងដូចនៅពេលដែលយើងបង្ហាញទំនោរថាយើងចាប់ដើមគិតគូររឿងលុយកាក់ភ្លាមគេចាប់ដើមគិតដល់ចំណុចហ្នឹងភ្លាមប៉ុន្តែលុយគឺសំខាន់ហើយខ្ញុំនិយាយអញ្ចឹងមុនហ្មងខ្ញុំនិយាយអញ្ចឹងមុនថាខ្ញុំហ៊ាននិយាយបើទោះជាគេយល់ឃើញថាខ្ញុំមុខលុយឬយ៉ាងម៉េចអានឹងជារឿងរបស់គេប៉ុន្តែសម្រាប់ខ្ញុំលុយគឺសំខាន់ព្រោះថាស្រឡាញ់គ្នាអត់បានយូរទេបើសិនជាអត់លុយបញ្ហាកាពះវាជារឿងធំអញ្ចឹងយើងមិននឹងអាចប្រកែកបានជារឿងជាភាពពិតនៃការរស់នៅជាក់ស្ដែងយើងគឺយើងត្រូវការលុយប៉ុន្តែក្នុងន័យនេះខ្ញុំចង់និយាយថានៅក្នុងន័យមួយដែលថាមិនមែនយើងលោភលន់ហួសចង់បានហួសមៀតសមត្ថភាពយើងមានប៉ុណ្ណេះទេតែយើងចង់បានលើនឹងយើងចង់បានឲ្យមនុស្សប្រុសនឹងផ្ដល់ឲ្យកាន់តែច្រើនមកដល់យើងរបស់ថ្លៃអីចឹងទៅតម្រូវការថ្លៃទាំងដែលយើងអ្វីដែលយើងផ្ដល់ឲ្យគាត់ហ្នឹងវាអត់សមតម្លៃនឹងយើងទៀមទាទេអាហ្នឹងអាចថាអូខេនៅក្នុងកម្រិតមួយដែលថាជាកំហុសរបស់ខាងស្រីដែរប៉ុន្តែបើសិនជាក្នុងករណីមួយថាគាត់គ្រាន់តែត្រូវការស្ថិរភាពហិរញ្ញវត្ថុនៅក្នុងកម្រិតមួយដែលគាត់អាចរស់នៅបានដោយសុខសុវត្ថិភាពដូចអត់មានអីត្រូវខុសផងចាខ្ញុំគាំទ្រអីដែលនិចលើកឡើងអញ្ចឹងបើសិនបើយើងត្រឡប់ទៅវិញយើងអាចនិយាយពាក្យសាមញ្ញបើសិនបើបរិះហ្នឹងគាត់ថានារីនឹងមុខលុយគឺដោយសារតែគាត់អត់មានលុយបើគាត់អត់មានលុយបានគាត់ចោលទៅខាងនារីម្នាក់នោះថាត្រូវការលុយដល់ពេលដែលគាត់អត់មានសមត្ថភាពផ្ដល់ទៅឲ្យគាត់ហ្នឹងឯងផ្ដល់ទៅឲ្យខាងនារី